ឆ្លាស់គ្នាហ្វាងជូបាទការជួលផ្ទះឬក៏ផ្ទះជួលតែបើសិនជា租房ហ្នឹងជាកិច្ចអាសព្ទវិញណាវាប្រឆាំងគ្នា租房就是动词房租呢房租就是名词对所以它的用法不一样哦好接下来就是វិបត្តិថ្លៃជួលផ្ទះនេះអត់ត្រូវទេណាវាណាកាយតិចបាទហ្វាងជូផ្ទះជួលជូហ្វាងជួលផ្ទះបាទ卧室កន្លែងយើងគេងតោះកន្លែងយើងគេងគេអានថា卧室បាទ你们房对你们房有几个卧室比如说ផ្ទះមួយខែដេក2បន្ទប់ទឹកមួយបើសិនជាខែ2គេប្រើអីគេ梁អីគេ梁张床对吧2张床一个厕所 OK បាទតោះមិនគ្រប់ប្រើគឺយើងចេះទេតោះស៊ីមៀមិនគ្រប់ប្រើគេងមួយណាគេណាបានឌីចុះបាននុតហ៎បាននុតថាម៉ាងអូខេតោះមើលលើសលេងបានឌីមួយគាត់នេះយើងតោះប្រាប់គាត់យើងមានម៉ោងថ្ងៃដែរ1 2គាត់តនេអត់អាចរៀនបានណាម៉ោងថ្នាក់ថ្មីតំបើក1 2 12 1មានអត់ទេពីដល់មួយរៀនហងៃតាសិស្សថ្ងៃរៀនហងៃតាសួរគាត់មើលចង់រៀនណាថារៀននៅមួយគ្នាទេពីអ្នកហ្នឹងហើយ5ចូលរៀនចាំរៀនថ្ងៃអញ្ចឹងចាំមិនពេលយប់មួយរៀនមួយអត់ចឹង好的好的好的好我们继续吧 OK នេះយើងណាពាក់តងនឹងបរិស្ថានក្នុងភូមិឋានមានន័យបរិស្ថានជុំវិញផ្ទះបរិស្ថានជុំវិញផ្ទះយើងតោះឬក៏ក្នុងភូមិយើងបរិស្ថានក្នុងភូមិយើងមកភូមិរបស់យើងឬបើសិនជានៅក្នុងបរិយាថាបរិវេណហ្នឹងមកណាគេប្រើ小区环境对គេប្រើពាក្យហ្នឹងណា小区环境怎么样ហ្នឹងគេទិញបរិយាទិញផ្ទះអីគេសួរយើងឯងបើចិនសួរយើងត្រូវដឹងថា小区环境就是ពាក្យ环境环境怎么样គេសួរយើង环境怎么样បាទ挺好的挺好的小区环境OK 小区环境គុណភាពគ្នាគុณភាពតោះគុណភាព就是当你们买东西的时候你们要看什么你们要看是要重视质量不要看表面cái表面表面呢cũng mơ tạiสปอนภาพข้างแขน我们要看质量它好不好用对吧cho bây giờគុណភាពផ្ទះ房子的质量怎么样它会漏水吗那什么是漏水បាទធ្លាយទឹក OK 电费水费你们都会了តមកទៀតយប់មិញគ្នាយើងប្រាក់ខែគេយើងនិយាយមិញបាទថ្លៃផ្ទះខែនេះគឺចាងក៏对ចាង了ខ្ញុំបង់អត់រួចទេ我付អីគេ我付不起了对我付不起了太贵了ឬក៏ប្រើពាក្យមួយទៀតលើសកំណត់ហើយលើសបាទឆោប៉ែវគេប្រើពាក្យថាឆោប៉ែវ了ឆោប៉ែវពាក្យសិនរបស់គេបាទឆោប៉ែវ了អូខេបាទឆោប៉ែវ了អូខេឆោប៉ែវពាក្យថ្មីបាទលើសកំណត់បាទលើសកំណត់ឆោប៉ែវឆោប៉ែវអូខេមានន័យថារដងយើងអាចប្រើដល់ហ្នឹងទេតែលើកហ្នឹងរដងអស់តែ40000តែខែហ្នឹងលូតដល់100,000អញ្ចឹងអាហ្នឹងវាមិនចឹងចិនគេថាម៉េចបាទឆោប៉ែវឡាប៉ែវជួនបាទស្តង់ដាឆោប៉ែវអូខេឆោប៉ែវអារម្មណ៍សុវត្ថិភាពពាក្យនេះល្អមានន័យថាអ្វីមួយធ្វើឲ្យយើងមានអារម្មណ៍ទុកចិត្ត
ទាំងមនុស្សទាំងទីកន្លែងធ្វើឲ្យយើងមានអារម្មណ៍ថាទុកចិត្តចឹងអារម្មណ៍ហ្នឹងខ្មែរយើងអាសានិយាយណាខ្ញុំអត់មានអារម្មណ៍សុវត្ថិភាពមួយដែរ老师超过按照超标ហ្នឹងក៏ពេលមិនឆោគាត់ឆោប៉ែវហ៎ឆោប៉ែវស្ដាប់មើលទៅវារៀងប៉ែវជួនជាងបាទស្ដាប់មើលទៅវានិយាយក្រិតស្តង់ដាខ្លាំងជាងឆោគាត់វានិយាយនៅក្នុងលក្ខខណ្ឌជាក់លាក់លក្ខខណ្ឌជាក់លាក់ឧទាហរណ៍ថាបងថ្លៃទឹកថ្លៃភ្លើងវាស្តង់ដាវាជាក់លាក់តែបើឆោគាត់អាហ្នឹងយើងនិយាយទូទៅតែន័យវាដូចគ្នាន័យវាដូចគ្នាហួសដូចគ្នាបាទយើងជិះម៉ូតូយើងវ៉ាគេឆោគាត់បាទថាឆោគាត់គាត់វ៉ាហួសខ្ញុំអញ្ចឹងបាច់និយាយក្នុងន័យធម្មតាយើងបាច់និយាយដល់ឆោប៉ែវឆោប៉ែវនេះយើងនិយាយក្នុងភាសាផ្លូវការបាទភាសាផ្លូវការគេយកទៅសេបានពេលហ្នឹងឆោប៉ែវបាទអង់គ្លេស exceed the standard បាទ exceed the standard អូខេមានថាអ្វីមួយហ្នឹងវាលើសពីអាចំនួនដែលគេកំណត់ទុកស្តង់ដារដែលគេកំណត់ហ្នឹងវាលើសឧទាហរណ៍ថាយើងមិនដែលប្រើភ្លើងណាអស់100000ទេ40000ទេតែដល់ពេលទិញទូទឹកកកទៅវាឆោប៉ែវនិយាយថាចឹងមានន័យថាវាលើសពីអ្វីដែលស្តង់ដារតែបើឆោគក់មិនមែនស្តង់ដារមិនអីទេឲ្យតែហួសអីក៏ได้ហួសចិត្តគឺប្រើឆោគក់បាទឆោគក់អូខេតោះអារម្មណ៍សុវត្ថិភាព安全感មិញតែគេសួរខ្ញុំមិញបានមើលឈ្មោះខ្ញុំអត់ទេខ្ញុំណាគេខ្ញុំ你是谁ខ្ញុំសាក់ថ្មីអូសាក់ថ្មីហើយខ្ញុំច្រឡំមួយស្រីមាសឈ្មោះដូចស្រីមាសចឹងស្រីមាសសាច់ចាញ់យើងaccount នេះដាក់ឈ្មោះគេaccount របស់ខ្ញុំដាក់បូនណាបូនណាស្រីមាសណាប្រូខ្ញុំស្មើស្រីមាសខំហៅយើងស្រីមាសអូខេឆោប៉ែវ听懂了老师 OK，好，继续。安全感就是我对他没有安全感吧，我对这个房子没有安全感，就是你对一件事、对一个地方、对一个人感觉怎么样，就是你感觉怎么样。比如说感觉不太舒服、开心啊，没有安全感แล้วนะcái tia mà thằng bị gì cái an全感thằng bị gì cái này gì动词名词还是形容词谁知道bà Canada cái gì chẳng nhưng mới rõ vì trình niệm ấy bà cái hai niệm ở độ 7 mới khởi bà chẳng cái ai phở một việc mấy dầu an全感bà hoặc mình là làm sao tập hiệp để chẳng gì thả chẳng nè bà chẳng nhưng anh vậy ban pi tầm rộng tôi ta អត់សមត្ថភាពទេ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 គេនិយាយមិនអត់សមត្ថភាពអូគុណគេរីបាទអត់ទេ安全感នឹងជានាមទេជានាមវាជាអារម្មណ៍បាទតោះយើងនិយាយថាអត់សមត្ថភាពទេអត់សមត្ថភាពទេគ្រោះថ្នាក់គេនិយាយមិនគេនិយាយ你说如果你相信自己能说到吗បាទ就是什么不安全nó có nghĩa là bay bắn nhiệt trình不安全nó ba nó bà不安全不安全比如说បាទណាគេនិយាយគ្នានឹងវិញមិនទេខ្ញុំឃើញគាត់លើកណាក៏ដោយឲ្យតែជិះឡានអត់ដែលតាក់ខ្សែក្រវ៉ាត់ទេតោះ我សំនិយាយបែបណាខ្ញុំអាសាឃើញគាត់នឹងគឺឲ្យតែជិះឡានអត់ដែលពាក់ខ្សែក្រវ៉ាត់ទេ我经常我经常看到他只要坐车没有带安全带安全带对吧อันนั้นนี่คือเผยจี้ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព系安全带系安全带经常没有看到他系安全带បាទប្រហែលជាគាត់ភ្លេចហើយមើលទៅ他可能会
忘记了。对，他可能会忘记了ប៉ុន្តែខ្ញុំគិតថាគាត់នឹងភ្លេចរហូត但是我觉得他តវងចិត្តអាតែងតែទំលាប់អាក្រក់គេប្រើអីគេប្រើមួយណា老是我觉得他老是对他老是忘记បាទ带个班系个班呢带安全带系安全带的我觉得不太安全开车如果不系安全带的话គេរៀងគ្រោះថ្នាក់គ្នាយើងរៀងកុំហានិភ័យគ្រោះថ្នាក់គេចាំពាក្យហ្នឹងគ្រោះថ្នាក់បាទ就是不太有点危险吧危险比较危险开车不系安全带的话比较危险OK 不太安全好的តមកទៀតការពារចោរកម្មខ្លាចយើងការពារកុំឲ្យចោរចូលលួចបាទគេប្រើពាក្យតែ2ម៉ាត់ឯងយើងណាបាទហ្វាងតោអូខេ anti theft បាទមិន anti virus ទេបាទហ្វាងអូខេហ្វាងការពារបាទតោកន្លែងហ្នឹងគឺចោរខ្វះផ្ទះចោរចូលលួចផ្ទះអីចឹងណាបាទហ្វាងតោបាទអញ្ចឹងយើងពេលដែលយើងរៀនដល់ពាក្យយើងជ្រៅទៅយើងមិនបាច់ផ្គុំពាក្យអីញ៉ៃយើងនិយាយតែពាក្យហ្នឹងមកគឺមានន័យថាអញ្ចឹងមកបាទចិនយើងរៀនយូរទៅមិនយើងដឹងថាតាមពិតនៅមានពាក្យច្រើនយើងអត់ទាន់ចេះបាទដល់អញ្ចឹងហើយបានយើងប្រើពាក្យដែរហ្នឹងបាទតោះថ្លៃផ្ទះជួល就是你们来说的房价那房价呢可能能飞了是我知道那房价不一样的房价和房价不一样的那如果你们不小心把那个房读成什么放假所以要小心一点房就是第二声那放假是什么意思放假就是放假bà holiday dương chụp ngày dầm hè bà明天放假我不上班对吧 OK បាទចឹងសលេងវាសរៀងគ្នាពីរនឹងខុសតែមុខបន្តិចឯងអនុហ្វាងបាទខុសគ្នាតោះរើផ្ទះយើងចេះតែបានចេះតោះឥឡូវគ្នាយើងតេស្តមើលយើងចេះបកបានប្រមាណភាគរយអូខេតោះឡាយហៅបាទហ៊ានមីខ្ញុំរៀងចម្លែកតិចយើងនិយាយចិនហើយបានរៀនតាមក្រោយតើឥឡូវចាប់ផ្ដើមពីបងវិចិត្រមុនគេតាថ្មីនេះខ្ញុំបានជួបអូខេបញ្ហាតាក់ទងមួយផ្ទះណាបញ្ហាផ្ទះដ៏ធំមួយតាបងវិចិត្រថ្មីនេះខ្ញុំបានជួបបញ្ហាអីគេ说这是什么问题呢这是什么问题那你们来说បងចិត្តនេះគេថ្មីនេះលេខសួរយើងមួយរយៈនេះមិនហើយចឹងថាម៉េច你最近怎么样对吧你最近好吗 OK តា OK បងតា最近我遇到ជួបប្រទះគេប្រើ遇到什么问题你遇到什么问题什么问题呢ផ្ទះ遇到តាបងនេះផ្ទះចឹងតែមិនចង់问你们说家对家是家
តែដល់ពេលគេនិយាយនៅក្នុងអត្ថបទនៅក្នុងគេនិយាយនៅក្នុងការសរសេរគេប្រើពាក្យជាគេប្រើពាក្យហ្វាងហ្វាង字对吧ហ្វាង字ជាយើងភាគច្រើននិយាយបានតែមួយពាក្យរួយជាបាទឡៅជាឃើញទេតែបើយើងបើសិនយើងនិយាយក្នុងស្ថានភាពនិយាយនៅក្នុងការលក់ដូរគេមិនដែលនិយាយថាម៉ៃជាទេបាទម៉ៃហ្វាង字ឃើញទេគ្នាយើងដូចក្នុងអង់គ្លេសវាមាន house វាមាន home ឃើញទេបាទបើសិនជាយើងនិយាយថា homes វាចង់សំដៅទៅលើអារង្វង់នៅក្នុងផ្ទះគេរាប់ទាំងគ្រួសារយើងចូលហ្នឹងណាបាទខុសគ្នាបាទបើ house អាហ្នឹងវាជាសំណង់អគារគេចង់សំដៅទៅលើសំណង់អគារបាទអញ្ចឹងបើយើងចង់សំដៅលើសំណង់អគារគេប្រើពាក្យហ្វាងតែបើយើងនិយាយថាផ្ទះរាប់ចូលទាំងគ្រួសារយើងអាហ្នឹងគេប្រើពាក្យជាអូខេបាទន័យវាខុសគ្នាអញ្ចឹងកន្លែងនេះគឺពាក្យផ្លូវការគេប្រើពាក្យហ្វាងតើ大问题បាទគេនិយាយអញ្ចឹងតែបងនិយាយមកជួយជា我遇到房子的我最近遇到房子的问题对房子问题ថ្លៃជួលផ្ទះខ្ញុំថ្លៃពេកហើយបើនិយាយសួរស្ដាប់យើងនិយាយចេះវិញយើងនិយាយថាផ្ទះជួលខ្ញុំថ្លៃពេកហើយផ្ទះជួលអីគេផ្ទះជួលនេះយើងនិយាយដូចខ្មែរមកយកផ្ទះពាក្យផ្ទះបងពាក្យជួលមក我的我的房租ផ្ទះជួល房租我的房租太贵了对吧我的房租太贵了那你们的房租贵吗你觉得你们在金边的房租怎么样有没有人租房你们这边有没有人租房有吗比如说你们从农村对吧来到金边上大学找工作最重要的第一件事是什么就是你们找房是吧租房那你们觉得在金边的房租贵吗比较贵是吧对比较贵យើងអាចនិយាយថា比较贵បាទឬក៏ថៃ贵了ថ្លៃកប់ថៃ贵了តោះអូខេតោះបងនិយាយត្រឹមខណ្ឌទី2ហើយនៅកម្ពុជាការជួលផ្ទះពិតជាពិបាកណាស់在柬埔寨租房租房真的真的很难对吧对真的很难 OK 租房真的很难的ហ៎租房真的很难គ្នាយើងចាំតែអញ្ចឹងបានហើយជួលនឹងជួលអញ្ចឹងគឺយើងចង់និយាយមិននិយាយទៅនិយាយដូចខ្មែរយើងបាទនិយាយដូចខ្មែរយើងជួលផ្ទះជួលហ្វាងផ្ទះជួលហ្វាងជួលយើងគិតឲ្យស្រួលៗអញ្ចឹងកុំឲ្យច្រឡំបាទតោះទៀតវិលដល់ដាលីនផ្ទះដែលខ្ញុំនៅពេលបច្ចុប្បន្ននេះផ្ទះដែលខ្ញុំនៅរាល់ថ្ងៃហ្នឹង我ដាលីន目前ក៏បាន现在ក៏បានដែរដាលីន在吗他跑了បងរ៉ានីតផ្ទះដែលខ្ញុំនៅរាល់ថ្ងៃនេះផ្ទះដែលខ្ញុំស្នាក់នៅរាល់ថ្ងៃនេះអញ្ចឹងវាមានពាក្យស្នាក់នៅមានពាក្យសប្តាហ៍ថ្ងៃនេះ我的房子在这里បាទឥឡូវបងពាក្យថាស្នាក់នៅបងប្អូនចាំមើលគ្នាយើងនៅពេលដែលយើងនិយាយជូបាទអូខេដល់ពេលយើងនិយាយថាដែរធម្មតាតែយើងកាលណាមានដែរវាត្រូវមាននាមមានគុណនាមបាទต้องនិយាយថាអញ្ចឹងណាហើយអ្នកនរគ្នាត្រូវនិយាយបញ្ជាក់ពីខ្មែរយើងមកគឺត្រូវហើយចិត្តនិយាយបញ្ជាក់ពីខ្មែរយើងគឺត្រូវវិញក៏ចិត្តដែរពីរូសផ្ទះដែលខ្ញុំស្នាក់នៅអញ្ចឹងយើងនិយាយពីអីគេនិយាយពីផ្ទះបាទមានផ្ទះនៅមុខហើយយើងដាក់ទៅក្រោយវិញមកតោះវ៉ាពីអាពេលនេះដាក់មុខមក
我目前我目前住的房子对，这样说才对的。把贝维列给他们盲目真的吧？贝维列就是什么时候，在哪里，跟谁，做什么，什么时候，在哪里，做什么，什么时候，在哪里做什么。Miếng chăm tam nhóm mới chơi về nhà còm. 什么时候，在哪里，做什么 cái nhé bạn. Và thiến nhưng anh đã một khối bê lìa bàn. Khối bê lìa bán một bê lìa của bạn này. Ủa tao tha chào sang của chào sang thở đi kia. Đấy, thám đại cảm phiếp muốn đi tàng. Ủa tao nhóm thơ ca đồng bình. Vậy tha của công作在金边 đấy bạn. 就是在哪里做什么，在金边工作. Tầm rung với các bạn là cái tầm hiệp bị thốn mặt tuổi. Chân về tầm hiệp bị thốn mặt tuổi. Chẳng đây kia kênh đã bê về mà một các bạn. 我目前住的地方都蛮大的，有点。我目前，你觉得你目前住的地方怎么样？我目前住在的房子有点小，有点小。有点小。对吧 ？OK，ក្រុមគ្រួសារយើងច្រើនតោះមានសមាជិកគ្រួសារយើងច្រើន家人很多。对，我们家人多。家人很多。对。家人多。OK，មានតែបន្ទប់គេងពីរទេ只有两个卧室。两个房间。卧室。卧室嘛，卧室。卧室。បាទនេះ bedroom នេះយើង卧室បាទ 卧室 OK 卧室 ហ្នឹងហើយបន្ទប់គេងយើងហៅ卧室បាទ卧室បាទ叫宿舍宿舍ដមចុះខ្មែរថាម៉េចខ្ញុំភ្លេចវែងវិញអីគេរដ្ឋានអីនេះខ្ញុំអូយវងយកទៀនណានទៅអូខេហ្នឹងហើយអាហ្នឹងខុសគ្នាមួយនៅកន្លែងធ្វើការនៅសាលារៀននៅកន្លែងធ្វើការសាលារៀនបាទតែបើនៅផ្ទះយើងក្រែដីយើងរាល់ថ្ងៃហ្នឹងហៅវត្ត室បន្ទប់គេងយើងហៅវត្ត室បាទអូខេបែងចែកចឹងដែរមិនដែរយើងចេះតែហ្វាងជាមួយណាបាទវត្ត室តោះទៀតមានតែបន្ទប់គេងពីរ只有两个卧室មិនគ្រប់គ្រាន់ប្រើទាល់តែសោះ根本តោះទាល់តែសោះនេះយើងត្រូវស្ទាត់ណា根本តោះ根本不够用对根本不够用បាទ根本不够用គ្នាយើង根本ពាក្យហ្នឹងតែទៅវារៀងគួរសមដែរ根本ហ្នឹងណាបាទយើងហ៊ានមកមិនអត់ចេះប្រើពាក្យហ្នឹងទេ根本តោះអូខេវិលដល់គ្នាយើងនិយាយចែកគ្នានិយាយតោះវិលដល់ម៉ោងចំណាប់បរិស្ថានក្នុងភូមិឋានក៏មិនល្អដែរតោះបរិស្ថានក្នុងភូមិឋានអត់ត្រូវការយើងផ្គុំអីយើងចាំយកមកអីគេ小区那边的小区环境怎么样小区环境បាទ也不太好小区គ្នាយើងចាំមកគេនិយាយថា区ហ្នឹងគេហៅភូមិគ្រឹះភូមិឋានហើយបាទនៅក្នុងអរិយយើងអីចឹងណាក្នុងបរិវេណហ្នឹងបាទ小区បាទ小区环境បាទ小区环境ឬក៏នៅភ្នំពេញវាមាន区ច្រើនអញ្ចឹង小区ហ្នឹងវាអាចជាខណ្ឌសង្កាត់ណាមកសង្កាត់មួយខណ្ឌហ្នឹងក៏គេចាត់ទុកថា小区ដែរបរិយាកាសវាសម្រាមច្រើនអីចឹងទៅបាទ就是我住在的区បាទ垃圾有点多បាទ不太卫生បាទ不太卫生是很难买的所以说我觉得呢我那个小区环境好不好呢那你们觉得你们房的小区环境怎么样你们房子的环境怎么样呢好还是不好就是你们的小区怎么样你们的小区怎么样环境怎么样ចំណាប់你们小区环境怎么样呢你觉得好还是不好
Thì giống như vậy. Là chúng vô tha 不好， 不太好，对也并不大，我觉得我小区环境我觉得我小区环境不太好，打为什么不太好？比如说被giúp面什么雷同看可能因为在玩有 đà anh ấy khăn mà 什么的 hiện dục mấy như vậy 什么他们也来这里， đó anh ấy bạch phở sầm lấy ấy thế nhẹ nhảy mà mà hẳn chảo hoàn sang hẳn 很 chảo 吵， tùy hẳn chảo okay. Hẳn chảo và 晚 hẳn chảo 上有很吵， tùy như vậy ta hẳn chảo các bạn này bạn vậy về nhỉ hẳn chảo hoàn sang hẳn chảo bà 晚上很吵， tùy ok nơi ngay bị cầm hôn pin ปี 在 គ្នាយើងនិយាយពីមុនពីណាទៅណា 离公司很远， 对离公司 很远， បាទចិនគេនិយាយពី 很远， ឧទាហរណ៍ថាផ្ទះខ្ញុំនៅឆ្ងាយពីក្រុមហ៊ុនណាគ្នាយើងកុំនិយាយតាមខ្មែរយើងយកអាពីហ្នឹងមកនិយាយមុន我家离公司很远បាទពីសំខាន់ណាកន្លែងហ្នឹងបាទពីនៅឆ្ងាយពីក្រុមហ៊ុនបាទដោយសារវាមានពាក្យនៅឆ្ងាយយើងនឹកឃើញនៅពាក្យយួនមុនណាបាទអញ្ចឹងប្រើលីវិញបាទ离公司很远离公司很远ឃើញបច្ចាស់ហ៎ដូចខ្ញុំនិយាយចឹងណាគ្នានិយាយចិននិយាយឲ្យបច្ចាស់ពីខ្មែរយើងពីច្រើនត្រូវហើយព្រោះវេយ្យាករណ៍ចិនបច្ចាស់ពីខ្មែរយើងបច្ចាស់ពីខ្មែរយើងបាទនៅឆ្ងាយពីក្រុមហ៊ុននៅឆ្ងាយវិញឃើញហ៎离公司很远បាទតោះទៅធ្វើការត្រូវជិះឡានមិនតាន់ 要要去上班坐上班要坐车， បាទយើងអាចនិយាយអំពីយើងអាចនិយាយថា要是去上班ហើយថែមយកមួយទៀត要开车ក៏បានបាទ你们开车还是坐车我开车说这个对要开车去上班，បាទ要开车去上班ព្រោះប្រើ要是អានឹងបាទត្រូវអូខេតោះអ្វីដែលអាក្រក់ជាងនេះហ្នឹងគឺនៅមានទៀត应该怎么说អ្វីដែលអាក្រក់ជាងនេះបាទគេប្រើអីគេជាងនេះហ្នឹងគេយើងជាងនេះគេចេះកាន់ជាងនេះរឹតតែជាងនេះ 更 កឹង squat 的更了，កឹង对កឹងអាក្រក់អីគេមួយម៉ាត់ទេអាក្រក់ 坏，对， អាហយហ្នឹងខូចវិញបាទហ្នឹងវាបញ្ជាក់ពីរបស់ខូចមនុស្សខូចតែបើសិនជាអាក្រក់នេះគឺប្រើឆាកឹងឆាត是បាទកឹង 驴老师， កឹងឆាត 别拿来你老师， ពាក្យអីគេ 差， ឆាហ្នឹងអាក្រក់នេះយើង怎么办这个差差不多，很差的很不好的意思的很不好就是很差很差啊ពាក្យ差不多ហ្នឹង phụ hảo nhưng lọt lì tham mình lọ chẳng hạn cọ nhưng hạt bỏ thả cọ đai đang lời sự ពាក្យឆាហ្នឹងគេអាសានិយាយណានេះមិន怎么办ណា很差បាទអាក្រក់មកពាក្យចំមកគេហ្មងមិនល្អណាបើមិនល្អពុះហៅខ្មែរយើងវាមិនចែកខុសគ្នាមិនល្អអាក្រក់គឺអាក្រក់អញ្ចឹងវាមានពាក្យដាច់តម្លៃដូចគ្នាដែរតែន័យតែមួយឯងគាត់ថាវាមានពាក្យដាច់តម្លៃតែឆាគឺអាក្រក់ហ្មងបាទឆាពុះហៅអូខេ很差យើងឆែកមើល很差អូខេកឹងបាទកឹងឆា的是什么បាទគុណភាពផ្ទះមិនសូវល្អ 放置 cáiគុណភាព 质量不好， 对យើងនិយាយ质量不太好ឬក៏បាទគេនិយាយមួយណាមុនហ្វាងជើហើយនឹង质量និយាយមួយណាមុន បើខ្ញុំនិយាយ质量
Chú Lăng muốn là lấy nè cái nhưng mà là cái start nông can vậy nó không phải sai chấn con là niệm cái nạm một niệm rồi con nó khỏi nhiều ví dụ so pro sạch vậy mình mai dưỡng pro hết mình sạch nó pe chấn chấn xoay cơ mà mình cơ xoay mà nó vậy và xoay cơ chẳng đôi kia mấy đôi kia mấy cái tia là mình con nộp hiệp và in cái cho mọi số mình tia là mình con nộp hiệp mình là con nộp hiệp bọc tia con nộp hiệp là bọc tia bị tha rồi bỏ đang là tệ mà bị tha bỏ tới số bỏ tới sổ chi phản trừ tớ phản trừ tớ chữ量对吧bà ok tớ cái này nó bỏ về nhé bỏ đây bỏ tới số你的家把家的什么我的家的什么我的家的质量还是房子的质量不太好为什么不太好阿萨力特特因为常常对因为常常漏水漏水 ok 下雨的时候就是常常漏水很麻烦的吧就是真的很让人烦的对ថ្លៃអគ្គិសនីថ្លៃទឹកថ្លៃភ្លើងគឺខ្ពស់សុទ្ធតែខ្ពស់បាទខ្ពស់ណាស់ថ្លៃទឹកថ្លៃភ្លើងមកតា电费水费បាទ都是很បាទថៃគួយក៏បាននិយាយបានពីរថៃគួយក៏បានហាន់កោក៏បានដែរបានដូចគ្នាអូខេតែថ្លៃទឹកថ្លៃភ្លើងយើងអាចនិយាយចូលគ្នាបានណាបាទ水电费对比较简单水电费那你们的水电费太高了ខែនេះលើសកំណត់ហើយមានន័យថាយើងប្រើលើសកំណត់这个月超标了对吧这个月超标了 ok 很好ta sao mấy mùi cái mình chúc mai như cái你简文名字怎么称呼你好你好你简文名字怎么称呼我怎么称呼你怎么了谁老师你我对谁太老师谁推哦很好的名字OK 好的那你中文名字呢温少泰再说一遍吧少泰温少泰少泰OK 小泰肯定少吗少泰ខ្ញុំអត់ក្នុងគ្នាពាក់ហេការឈ្មោះគាត់ទេណានិយាយលេងទេណានិយាយលេងឈ្មោះដាក់មុននឹងព្រៀងឡើយអញ្ចឹងឥឡូវដាក់សោខ្មែរវិញអញ្ចឹងសោជាผู้ใจវិញគេហៅមកជួយសោជាผู้ใจ开玩笑的好的好你来说ពេលយប់តែងតែមានអារម្មណ៍ថាគ្មានសុវត្ថិភាព每天晚上晚上经常没有感觉怎么样安全感对你感觉没有没有什么没有安全感对安全感没有安全感为什么ពិតជាត្រូវបាទពង្រឹងការការពារកុំឲ្យចោលចូលដូចផ្ទះអីចឹងណា真的需要需要什么真的需要防盗អូខេទោះបីជាថ្លៃជួលនៅខ្មែរយើងឡើងលឿន
ឡើងលឿនក៏ដោយ虽然在柬埔寨在柬埔寨的午饭គេប្រើពាក្យគេនេះយើងថ្លៃជួលផ្ទះបាទគេហ្វៃជួហ្វៃ对租费ថ្លៃជួលជួហ្វៃ煮饭费បាទអត់និយាយជួហ្វៃពាក្យសិនមកវាហ្មងជួហ្វៃបាទ虽然在柬埔寨的租费涨得怎么样涨得很快涨得很快 OK ជនជាតិចិនជាច្រើនទិញផ្ទះនៅទីនេះ中国人很多中国人ที่เฉิน很多吗บ้านไหน很多中国人在这里很多中国人在这里买房子对那个有很多中国人在这里买房子 អូខេណាតែខ្ញុំនៅតែចង់រកផ្ទះដែលធំជាងនេះ但是我还想找大的房子对比较大的房子对吧比较大的房子ល្អបំផុតនៅជិតផ្សារ最好是在哪里附近对市场对最好就是在市场附近对吧附近 OK ល្អអូខេណាការធ្វើដំណើរក៏ងាយស្រួលដែរ交通怎么样也很方便对方便 OK 很好ខ្ញុំគិតថា我觉得我认为បាទអូនិយាយបានច្រើនណាតែហាមនិយាយថា我想បាទ我认为我觉得 OK និយាយ我想តតែមាន clean នៅខាងក្រោយមួយទៀតបាទអាចច្រឡំមួយពាក្យថាចង់ណាបើយើងនិយាយដាច់ហ្មងប្រើពាក្យ认为觉得ដល់ពេលត្រូវផ្លាស់ប្ដូរទៀតហើយ搬家的时候បាទគេដល់ពេល到搬家的时候បាទដល់搬家តិចទៀតយើងមើលអូខេអញ្ចឹងយើងនិយាយនៅមិញនេះយើងត្រូវសឹងតែ 95% ហើយគ្នាយើងនិយាយមិញណាឥឡូវយើងមើលតើខុសត្រូវអីគេខ្លះអ្នកទាំងអស់គ្នានិយាយបានថាមិញគឺអាចទទួលយកបានដែរគាត់ថាយើងចង់និយាយឲ្យវាពេញលេញបាទ完全完全正确完全正确我们来看一下最近对了 OK យើងជួបនេះប្រើពាក្យជៀននេះគ្នាយើងណាជៀនរបៀបថាយើងជួបមនុស្សបាទជួបមនុស្សអូខេតែបើយើងជួបប្រទេសបែបជួបប្រទេសហេតុការជួបប្រទេសហេតុការអ្វីមួយដោយចៃដន្យបាទគេប្រើអីគេពាក្យថា遇到ចុះយើងដើរតាមផ្លូវជួបពូម៉ាក់ចាស់យើងប្រើពាក្យអីគេយើងប្រើពាក្យអីគេមានកម្រងណាដែរជួបចៃដន្យគេខ្ញុំហានអត់ឃើញខ្ញុំទៅនេះអត់ឃើញ碰到碰到ហើយដល់បានប្រើ碰到ដោយសារផឹងតោនោះវាត្រូវមួយស្ថានភាពដែលយើងជួបដោយអត់មានគម្រោងទុកមុនបាទជួបដោយចៃដន្យបាទជួបដោយចៃដន្យបាទអូខេ我今天បាទ在哪里我今天在回家的路上碰到一个老朋友បាទ碰到一个งั้นជួបមិត្តចាស់នៅហាងកាហ្វេ我今天在哪里你们在哪里你们常常在哪里碰到老朋友呢今天我在咖啡馆我也是有时候就是去咖啡馆就是碰到我就是你那时候的朋友大部分都是高中对吧高中的朋友高中不嘛接来吧高中对吧有时候就是遇到小学初中 OK就是我们用一个字就是碰到ចឹង碰到见到遇到បីយើងបកតែជួបដូចគ្នាប៉ុន្តែកន្លែងសាក់វាប្រើខុសគ្នាតែយើងជួបហេតុការណ៍ជួបរឿងអីអង់គ្លេសវាមិនមែន meet រហូតទេគេហៅថា encounter
in encounter và encounter và 遇到 thế ra để anh chụp hướng ấy cái 你遇到什么事你遇到什么事你遇到什么事呢 cái số dưới cái này 你最近遇到什么事了那你们应该怎么回答我遇到了一个大大的的什么បញ្ហាផ្ទះសម្បែងគេ bà khi nhưng mới bà trụ phản vấn thì bà chẳng khi nhưng ởបញ្ហាផ្ទះសម្បែងហ្នឹងគឺ就是什么对我们柬埔寨人来说就是什么房租房bà ok 买家买房买房租房អាហ្នឹងឯងគេហៅថាtrụ phản vấn thì យើងជួបបញ្ហាពីរហ្នឹងបាទបញ្ហាយើងគ្រប់គ្នាបាទសំលុយទិញផ្ទះទិញឡានផងមានផ្ទះតខ្លួនបាទtrụ phản vấn thì គឺថាមួយរយៈនេះខ្ញុំរកបន្ទប់ជួលអត់បានសោះខ្ញុំរកអត់បានសោះ最近找不到房子找不到的好的ការជួលពិតជាថ្លៃណាស់អាការជួលផ្ទះនេះយើងបកថាផ្ទះជួលទៅគ្នាយើងណាយើងបកថាផ្ទះជួលស្ដាប់មើលទៅវាខ្លីហើយស្រួលស្ដាប់ជាងផ្ទះជួល房租怎么样呢房租真的很难对吧 OK 真的很难បាទផ្ទះដែលខ្ញុំរស់នៅពេលនេះឃើញហើយនេះយើង现在住的地方មើលចូលគ្នាយើងតិចមកគ្នាយើងនិយាយបញ្ជាក់ក៏ដោយបាទអូខេយើងមើលពេលវេលាគ្នាដាក់នៅមុខហ្នឹងបាទពេលវេលាគឺគេតម្រៀបនៅមុខបាទពេលវេលាតមកពេលវេលាឲ្យគេទៀតបាទទីកន្លែងអូខេ在哪里什么时候在哪里អូខេទីកន្លែងប៉ុន្តែទីកន្លែងវាដើរតួជាអីគេទីកន្លែងជានាមអ្នកនេះនៅក្នុងមេរៀនភាសាខ្មែរទី4ទី5មកនាមមានអីគេខ្លះនាមរូបិយមានទីកន្លែងមនុស្សខ្ញុំចាំហ្នឹងយើងមនុស្សសត្វរុក្ខជាតិទីកន្លែងមាន4ហ្នឹងត្រូវហើយបាទខ្ញុំនៅចាំដល់ឥឡូវកាលគ្រូប្រាប់នាមរូបិយបាទនាមអរូបិយមានអីគេខ្លះអារម្មណ៍របស់យើងអីយ៉ាងណាអូខេបាទអញ្ចឹងមានន័យថាកាលណាដែលមាននាមត្រូវតែមានគុណនាមអាហ្នឹងវាប្តីប្រពន្ធគ្នាហ្មងអាចខ្វះគ្នាបានមាននាមត្រូវមានគុណនាមបាទតែអញ្ចឹងណាមាននាមត្រូវមានគុណនាមហើយចិនគុណនាមដាក់នៅណាstriker complete striker នេះយើងណា complete striker អូខេគុណនាមដាក់នៅណាដាក់នៅមុខនាមចាំនិយាយថាអញ្ចឹងណានៅមុខនាមបាទនៅពីមុខអូខេយើងកុំច្រឡំនៅពីមុខបាទ striker ឥឡូវចាំតាមខ្ញុំមកបានទេចាំតែ striker មួយគឺចេះវិញ្ញាករភាសាចិនហើយបាទ striker មិនកើ striker បាទអូខេប៉ុន្តែបើអ្នកគ្នាចង់យកអាពាក្យ stroi នឹងយកត្រាក់នៅក្រោយត្រូវបន្ថែមពាក្យអីគេមួយទៀតត្រូវបន្ថែមពាក្យអីឥឡូវយើងនិយាយថា striker ឥឡូវយើងចង់យក stroi ដាក់នៅក្រោយ ker វិញត្រូវបន្ថែមពាក្យអីហិនណាថែមពាក្យហិនមកបាទ对哥你很帅第三节吧真的三节真的你很帅对吧ក្នុងករណីនោះមិនយើងដាក់នៅក្រោយបានករណីអញ្ចឹងណាបាទឥឡូវយើងមើលពាក្យផ្ទះនេះឃើញហើយយើងពេលវេលា现在ដល់ពេល房子ជានាមដល់ពេលអាណាជានាមអាណាជាគុណនាម租房ជូកន្លែងនេះវាដើរតួជាគុណនាមវិញបាទវាដើរតួជាគុណនាមវិញណាកន្លែងហ្នឹងបាទអូខេវាបញ្ជាក់ន័យឲ្យពាក្យថា房子គឺនិយាយថាផ្ទះហ្នឹងវាមិនឧទាហរណ៍ថា我的房子យើងនិយាយមកស្ដាប់បានណាស្ដាប់បាន我的房子បកថាម៉េចផ្ទះរបស់ខ្ញុំអូខេ
បាទប៉ុន្តែយើងចង់បន្ថែមពាក្យឲ្យវាកាន់តែមានន័យស្ដាប់បានផ្ទះដែលផ្ទះហើយផ្ទះរបស់ខ្ញុំផ្ទះដែលខ្ញុំកំពុងតែស្នាក់នៅឃើញទេអាពាក្យថាដែលកំពុងតែស្នាក់នៅគឺវាជាគុណនាមណា我在住的我在住的我居住的房子对我在住的房子អូខេចុះបើយើងនិយាយថាសាលាដែលខ្ញុំកំពុងតែរៀន我在学的学校对我在学习的小号还有什么呢បាទប្រើទម្រង់ដែរហ្នឹងអ្នកឃើញនិយាយច្រើនតិចស្ទាត់ហើយបាទផ្ទះដែលខ្ញុំកំពុងតែស្នាក់នៅជួទៅហ្វាងសភៅដែលខ្ញុំកំពុងតែមើលសភៅដែលខ្ញុំកំពុងតែមើល现在看的书对我现在看的书就是你的书不是我的អូខេហើយអញ្ចឹងទម្រង់ហ្នឹងគឺអ្នកទាំងអស់គ្នាអាចស្ទាត់ទេណាបាទទម្រង់គុណនាមមុខនាមហ្នឹងយើងត្រូវស្ទាត់បាទតោះរៀងគ្នាយើងណារៀងតូចបន្តិចអាពាក្យថារៀងបន្តិចហ្នឹងនៅក្នុងភាសាចិនគេប្រើអីគេ有点ឬក៏有点បាទ有点小អូខេផ្ទះពួកយើងមនុស្សច្រើនអានេះអត់អីទេសាមញ្ញយើងចេះហើយបាទព្រោះមិនចេះដល់很多អូខេមានតែបាទពីរឯកតាបន្ទប់គេប្រើជៀនតាមពិតយើងនិយាយកក៏វាមិនខុសដែរគ្រាន់ថាភាសាចិនវាបែងចែកអា major word ហ្នឹងញ៉ែញ៉ៃពេកពាក្យមួយវាមាន major word របស់វាមួយគេហៅថាຂະຫນាតនៃពាក្យរបស់វាណាបាទបន្ទប់មួយវាមានឯកតារបស់វាបាទ一间អូខេ一间房间មកពាក្យថាជៀនហ្នឹងមកពាក្យថា房间បាទអូខេអញ្ចឹងដល់ពេលបន្ទប់គេងពីរ两间卧室បាទចាងគេប្រើមួយខែចាងគេប្រើមួយខែបាទជៀនគេប្រើមួយបន្ទប់បាទចង់និយាយថាអញ្ចឹងណាបាទអូខេមានតែអ្នកគ្នាចេះណាមានតែគេមានតែ只有对吧只有 OK两张哦不是两间什么哇那你们家有几间卧室你们房有几间卧室你们来说吧很离有几间卧室三间卧室好的，那小台你呢？我也是三间卧室。OK，三间卧室，好的，很好。汪总南，你房有几间卧室？我chết yes mấy Granny你房有几间卧室？几间卧室？我的房间有7卧室啊，哦，卧室挺大的，七间是吧7间？OK，8个呢吧，七间卧室，挺多的啊。OK តោះគ្នាយើងមើលតទៀតតាมันគ្រប់គ្រាន់ប្រើតតែសោះគេប្រើបានពាក្យ完全មួយទៀតកិនប៉ិនក៏បាន完全ក៏បានដែរ完全បាទ完全បាទតតែសោះឧទាហរណ៍ថាត្រូវទាំងអស់និយាយមិនចឹងត្រូវទាំងអស់ត្រូវ100ពេញហ្មង完全对完全对完全正确ក៏បានដែរ正确完全正确អ្នកឯងនិយាយចិនគឺអត់មានខុសកន្លែងណាទេ你说中文完全正确说得很标准说得很标准完全បាទ完美បាទ OK 完全就是完美的 perfect ហ្មងបាទគ្រប់គ្រាន់ពេញលក្ខណៈ inner បាទចុះខុសគ្នាដាច់ស្រឡះចិនអាសានិយាយខុសគ្នាដាច់ស្រឡះ
很差别 bà nhưng chẳng ai phở bị hoàn chuyển nữa ta có khi đã xả mà đôi khi sao 完全差别 và cái mình đôi khi những gì không đang trong vậy cho mà bị xong đa cái đôi khi chân bùi giang hoàn chuyển bùi giang 完全不同 và ok 不同 của bạn này很好完全不同完全不一样完全不一样的对吧 ok 完全不一样 biển nó cái phở nó score chỉ lấy biển nó hoàn全不一样nữa完全不同đôi khi sao mà bà ok 完全正确bàត្រូវគ្មានខុសបាទ完全漂亮ល្អគ្មានទាស់បាទស្អាតគ្មានទាស់ថងណាទេបាទអូខេតោះ小区环境也不好អូខេអាពាក្យ小区នេះគ្នាយើងស្ទាត់ណាបាទ小区环境តែយើងអាចដូរអាខាងមុខបានឧទាហរណ៍ថាមជ្ឈដ្ឋាននៅផ្ទះខ្ញុំ我房子环境我公司环境我大学环境对吧都可以用的啊都可以用吧都可以用那个环境就是因为它搭配的搭配有搭配的词比起别的面别固每别呢别固别环境就是什么就是所有的地方对吧吧所有的地方好的很好晚上很吵cái nhé cái dưỡng xử lý như nhảy là khi đã sân in đây thì bà như sao mà đàm很吵bà như nhảy bà thái吵了này anh mót tích tích cái mót tích tích anh mót tích tích nhí cái dưỡng này kìa anh vậy tích tích 小声一对我你小声一点儿小声一点儿对bà说你说声音太大了bà 小声一点不然bà mình chân tế ai bà bỏ đó lại chất kháng đấy buồn ta cái mình bà mình chân tế những trái phía nâng ấy bà mình chân tế bà là cái trẻ ok nào khi trái phía nâng xong trái phía xa chân những cùng đực thì còn bà và phụ rán thì những an tâm lắm phụ rán huy cái trái từ bố bà bỏ 不然会什么样？会什么影响，对吧？不然会影响邻居，邻居什么？邻居休息，邻居休息吧。OK， 吧 OK。bộ cái bao trong miệng lưới lưới他放音乐，声音很大啊。吵，我睡不着，我睡不着觉，为什么？吧，太吵了。OK， 上班要坐车，真跟这个来那边呢，他挂机烂的thôi cả，他不是自己开车，那他可能坐什么车呢？你们猜一猜，我们可以坐什么车？比如说，别他开 taxi 真的没开 taxi， 你爱开 taxi？ hai taxi đang là thu车 hai taxi nhân dân một bên chân ai vậy cái phim mặt đây chân tả chưa tả chưa bà chơi cái dân chân vậy về phim mặt này tả chưa hay chuẩn cá cái vậy tả chưa nó đau tiền về khác mình bật con tha con chi là này con như tả chưa còn chỉ còn bay nè rồi chứng pizza tỏ lộn này ca vậy viên chẳng bà pizza các bạn tả chớp pizza có tỏ lộn vậy chẳng tả chớp bên này không ai giống như số sáng mới hỡi chi bà hỡi chi với chân cái gì mình bà tả chớp giờ chỉ tới bà hỡi chi tả chớp tả什么车出租车公交车 lan bà ok lan xa thế nào làm không xa thế nào mà 公交车都可以的但是简单来说就是打车 OK 打车我今天车爆胎了一爆胎我的车爆胎了爆胎là cái chế biến đây con ơi bà爆胎了没办法bà
時間ពេលវេលាអត់តាន់ទេនេះយើងចេះនិយាយពីហ្នឹងហ៎ពេលវេលាអត់តាន់ទេ时间来不及对很好很好วันนี้你怎么会这个你听中国人说吗对很好很好很好bàวันนี้vậy thử rõ mà nhé bà時間來不及了時間來不及了bà cho bàនៅមានពេលnày con បញ្ញាប់ពេក你慢慢來時間時間還來得及的時間還來得及啊 ok 時間還來得及bà還來得及hay nắng lại不及lại tới chỉ lại不chỉ tại cái đại hải nơi mục tiêu căn là lọ hải lại tới chỉ mình ap về lìa dân viên mình toàn đây phải nhập tới nó sao mau mà cố bà này mắn lại là sự chiến hải lại tới chỉ cho bà dân vậy tha mau ngay phải nhập khoi cái dân vậy mà khoi cái mà so khoi sự chiến sự chiến lại不及了时间来不及了来不及了还有5分钟bà ok 有5分钟有迟到了要上班了我们可能迟到了对不然我们会迟到ta màu ấy này dương là màu ấy ta lỡ những ngày nắng bẹ cả đá sắn này dương này sải dương ở động lực ở năng massage tiết hay nhung skin sun nhung play tới trăm tiền thọ lại cái dương này thôi ok nè nhà tao cái này 我最近没看到你们写作业 ok ai thơ ban nhưng ai chỉ lỏng mà nè tập món nắng á chỉ lỏng cho super nâng này nè phải chưa ok tê tại dương nhá cái nè xin khinh nhá cái nhá đà ok 我知道你们很忙的跟我不太忙我也写作业也可以写作业对吧ok nhưng tại lẽ nó group ai cái xa mới hiện á mình dừng từ 10 đồng nắng á do mới hiện mong ta nó châu kia mà dùng mình ai bị với phở clay chưa dùng mình mới hiện về ok 好谢谢大家我们下课明天见拜拜晚上好谢谢老师，谢谢晚上好。